និគីអភិវឌ្ឍអាស៊ីហៅកាត់ថា ADB បានទម្លាក់ការព្យាករណ៍កំណើនសេដ្ឋកិច្ចកម្ពុជាពី 6.1% មក 4.9% សម្រាប់ឆ្នាំ 2025 និងពី 6.2% មក 5.0% សម្រាប់ឆ្នាំ 2026 ដោយឆ្លុះបញ្ចាំងពីបញ្ហាប្រឈមសេដ្ឋកិច្ចទាក់ទងនឹងភាពតានតឹងភូមិសាស្ត្រនយោបាយជាមួយប្រទេសថៃនិងភាពមិនច្បាស់លាស់ជុំវិញទីផ្សារនាំចេញទៅកាន់ទីផ្សារសហរដ្ឋអាមេរិកបើតាម ADB ក៏មានការរំពឹងទុកអំពីកំណើនដ៏រឹងមាំដល់ឆ្នាំ 2026 ដែលជំរុញការបន្តលូតលាស់នៃវិស័យឧស្សាហកម្មនិងលំហូរចូលជាបន្តបន្ទាប់នៃការវិនិយោគផ្ទាល់ពីបរទេសយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ ADB ចេញផ្សាយពេលថ្មីៗនេះលោកស្រីយុទ្ធសនាវ៉ាម៉ានាយិកាធនធានអភិវឌ្ឍអាស៊ី ADB ប្រចាំប្រទេសកម្ពុជាបានថ្លែងថាសេដ្ឋកិច្ចបានបង្ហាញពីភាពធន់និងឆៅមាសទី1នៃឆ្នាំ 2025 កំណើនទាបជាងការរំពឹងទុកនៃថ្លៃម្ហូបអាហារនិងការធ្លាក់ចុះនៃថ្លៃប្រេងឥន្ធនៈបានជួយបន្ទាបអតិផរណាខណៈដែលសកម្មភាពឧស្សាហកម្មបន្តមានភាពរឹងមាំលោកស្រីបានបន្តថានាពេលខាងមុខវាមានឱកាសសម្រាប់ការបន្តងើបឡើងវិញនៃវិស័យសំណង់និងទេសចរជាមួយនឹងកំណើនជាបន្តបន្ទាប់នៃវិស័យកសិកម្មនិងទាំងនេះបង្ហាញពីកំណើនប្រកបដោយតុល្យភាពនិងនិរន្តរភាពបើតាមរបាយការណ៍របស់ ADB ទស្សនវិស័យអភិវឌ្ឍអាស៊ី ADO នៅក្នុងខែកញ្ញាឆ្នាំ 2025 អតិផរណាឆ្នាំលើឆ្នាំបានធ្លាក់ចុះខ្លាំងពី 6.0% នៅក្នុងខែមករាមកត្រឹម 1.6% នៅក្នុងខែមិថុនាអតិផរណាត្រូវបានរំពឹងថានឹងមានជាមធ្យមប្រមាណ 2.0% ទាំងនៅក្នុងឆ្នាំ 2025 និងឆ្នាំ 2026 វិស័យឧស្សាហកម្មនៅតែជាម៉ាស៊ីនសេដ្ឋកិច្ចនាំមុខគេការនាំចេញសម្លៀកបំពាក់ស្បែកជើងនិងទំនិញធ្វើដំណើរបានកើនឡើង 22.2% ឆ្នាំលើឆ្នាំសម្រាប់ឆមាសទី1ឆ្នាំ 2025 ដែលមួយផ្នែកបានជំរុញដោយអ្នកទិញរបស់អាមេរិកដែលបានបង្កើនការទិញទុកជាមុនដោយក្តីបារម្ភពីការដំឡើងពន្ធលើការនាំចូលផលិតផលពីកម្ពុជាកំណើនវិស័យសេវាកម្មត្រូវបានរំពឹងថានឹងថមថយមកត្រឹម 2.8% នៅក្នុងឆ្នាំ 2025 និង 2.6% នៅក្នុងឆ្នាំ 2026 វិស័យទេសចរបង្ហាញពីការបន្តងើបឡើងវិញនៅក្នុងឆមាសទី1ឆ្នាំ 2025 ជាមួយនឹងការកើនឡើងនៃចំនួនភ្ញៀវទេសចរពីសាធារណរដ្ឋប្រជាមានិតចិនប៉ុន្តែភាពតានតឹងនៅតាមបណ្ដោយព្រំដែនជាមួយនឹងប្រទេសថៃដែលកំពុងបន្តកើតមាននិងរំខានដល់វិស័យទេសចរនិងសកម្មភាពនានានៅក្នុងវិស័យសេវាកម្មទូទៅនៅក្នុងឆមាសទី2នៃឆ្នាំនេះនិងពេលខាងមុខវិស័យកសិកម្មត្រូវបានគេព្យាករណ៍ថានឹងកើនឡើងប្រមាណ 1.1% នៅក្នុងឆ្នាំ 2025 និង 2026 ជំរុញដោយតម្រូវការនាំចេញនិងកំពុងបន្តនឹងការរំពឹងទុកពីការរួមចំណែករបស់កម្មករកសិកម្មដែលបានត្រឡប់មកពីប្រទេសថៃវិញនៅក្នុងឆមាសទី2នៃឆ្នាំនេះការនាំចេញកសិផលបានកើនឡើង 14.1% ឆ្នាំលើឆ្នាំនៅឆមាសទី1នៃឆ្នាំ 2025 ជំរុញដោយការនាំចេញគ្រាប់ស្វាយចន្ទីនិងអង្ករដែលជួយប៉ះប៉ូវនៅការធ្លាក់ចុះនៃការនាំចេញដំឡូងមីនិងកៅស៊ូ